បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបក្នុងការបង្កើតនៅ thumbnail YouTube ឬក៏ thumbnail Facebook អញ្ចឹងយើងអាចធ្វើការបង្កើត thumbnail ដោយដែលខ្ញុំបានដាក់បង្ហាញបងប្អូនបែបនេះបានណាបងប្អូនអញ្ចឹងយើងអាចធ្វើការកាត់តាមរយៈទូរស័ព្ទដៃទេយើងប្រើតែទូរស័ព្ទដៃក៏យើងអាចធ្វើការបង្កើត thumbnail បែបនេះបានដែរបងប្អូនណាបាទនេះទាំងអស់ហ្នឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរនៅជាដំបូងបងប្អូនគ្រាន់តែធ្វើការតម្លើងនៅកម្មវិធី pick ad មកដោយសារតែកម្មវិធីមួយហ្នឹងវាងាយស្រួលប្រើទៅខ្ញុំបាទបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាពីរបៀបក្នុងការកាត់ thumbnail តាមរយៈកម្មវិធី pick ad ហ្នឹងណាបងប្អូនបាទអញ្ចឹងយើងគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី pick ad ហ្នឹងជាមុនមកហើយបន្តមកទៀតយើងគ្រាន់តែធ្វើការបាទយើងចុចកន្លែងហ្នឹងមកបន្តមកទៀតយើងធ្វើការជ្រើសរើសនៅឬក៏គេហៅថាផ្ទៃ background បើយើងធ្វើការកាត់thumbnail នឹងបានអញ្ចឹងយើងអាចធ្វើការជ្រើសរើសកន្លែងនេះមកបងប្អូនដែលគេដាក់ថា color background អញ្ចឹងវាមានស្រាប់ក្នុងហ្នឹងណាបើវាមានពណ៌ស្រាប់តែម្ដងខ្ញុំសូម select ទៅលើពណ៌សបែបនេះហើយសម្រាប់ការប្រើប្រាស់ YouTube គឺបងប្អូនចុចត្រង់ចំណុចកន្លែង tool នេះបាទ tool កន្លែងកាត់ហ្នឹងបាទយើងចុចលើហ្នឹងមកបន្តមកទៀតយើងចុចទៅលើពាក្យថា crop បន្តមកនេះគឺជាប្រភេទនៃទំហំវីដេអូដែលយើងធ្វើការផុសណាវាមានតាមប្រភេទទាំងអស់ហ្នឹងបងប្អូនណាវាមានច្រើនឃើញទេបងប្អូនមានទាំងអស់អូខេអញ្ចឹងសម្រាប់ការប្រើប្រាស់ YouTube បងប្អូនអាចចុចត្រង់ចំណុចនេះដែលគេដាក់ថា16.9 បាទយើងចុចលើហ្នឹងមកអញ្ចឹងយើងបង្កើត thumbnail នេះគឺសម្រាប់ YouTube បាទបន្តមកទៀតយើងចុច crease ចឹងរួចហើយយើងគ្រាន់តែធ្វើការសរសេរកន្លែងហ្នឹងមកបងប្អូនណាយើងអាច add បន្ថែមបានដូចជារូបភាពឬក៏អីចឹងទៅ sticker អីយើងអាចចុចកន្លែងនេះបានបងប្អូនណាចុច sticker កន្លែងហ្នឹងមកហើយយើងធ្វើការ search កន្លែង sticker ហ្នឹងបងប្អូនធ្វើការ search មកអញ្ចឹងខ្ញុំសូមធ្វើការ search បែបនេះហើយខ្ញុំនឹងដាក់បង្ហាញបងប្អូនតែម្ដងបាទអូខេឧទាហរណ៍បែបនេះបងប្អូនណាបាទបន្តមកទៀតយើងអាចធ្វើការវាយនៅអក្សរយើងចុចកន្លែងពាក្យថា text នេះបាទ text នេះមកអូខេអញ្ចឹងនឹងអាស្រ័យទៅលើបងប្អូនការកំណត់នឹងការ design បែបម៉េចឲ្យមានភាពតាក់ទាញឬក៏ស្អាតហើយកន្លែងនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរ font បាន font នេះយើងចុចកន្លែង A នេះបងប្អូនណាចុច A ហើយយើងចុចកន្លែង See all បន្តមកទៀតយើងចុចកន្លែង My Font មកដោយសារតែខ្ញុំបានធ្វើការ add font ចូលនៅក្នុងកម្មវិធីនឹងរួចរាល់ហើយយើងអាចធ្វើការ select font នឹងបានអញ្ចឹងបងប្អូនអាចធ្វើការ select បាននេះគឺជា font នៅខាងក្រោមហ្នឹងបាទអញ្ចឹងយើងអាច select font នឹងបានដូចគ្នាអូខេអញ្ចឹងបដូរពណ៌ក៏បានដែរបងប្អូនណាចុចលើនឹងមកកន្លែងនេះកន្លែង color នេះយើងអាចបដូរពណ៌បានចូល accent នេះគឺ color មាន2បូកបញ្ចូលគ្នាមកបងប្អូនណាយើង select លើនឹងមកយើងអាចបដូរពណ៌បដូរអីបានតាមចិត្តបងប្អូនណាហើយយើងអាចធ្វើការដាក់ស៊ុំពណ៌ខាងក្រៅហ្នឹងគឺយើងចុចឲ្យកន្លែងពាក្យថា stroke បាទអញ្ចឹងយើងចុចកន្លែងពាក្យ stroke មកយើងអាចធ្វើការទាញពណ៌ទាញ color នឹងបានបងប្អូននេះអញ្ចឹងយើងអាចផ្លាស់ប្ដូរពណ៌នឹងបានដូចគ្នាបាទហើយយើងអាចបន្ថែមអក្សរមកអូខេយើងបន្ថែមបែបនេះមកបងប្អូនណាអូខេអញ្ចឹងយើងអាចបដូរ color ពណ៌បដូរឲ្យបានដូចគ្នាបាទអញ្ចឹងសូមកន្លែងនេះកាត់កន្លែងនេះតិចបាទហើយយើងអាចដាក់ស្មោលបានខាងក្រោមនេះបងប្អូនណាយើងអាចធ្វើការផ្លាស់ប្ដូរឬក៏ដាក់ស្មោលបាននៅខាងក្រោមគឺកម្មវិធីហ្នឹងងាយស្រួលប្រើទេបងប្អូនណាយើងអាចធ្វើការដាក់ស្មោលឃើញទេស្មោលពណ៌ខ្មៅបែបនេះបានមើលទៅស្អាតហើយតាក់ទាញតែម្ដងបាទហើយយើងចុចឲ្យកន្លែង sticker នេះមកយើងថែមsticker ថែមរូបបន្ថែមទៀតមកណាបងប្អូនបាទយើងអាចថែមមកបានចឹងខ្ញុំសូមវាយពាក្យថា YouTube បែបនេះមកហើយយើងអាចយក logo នឹងយកមកប្រើបានបងប្អូនបាទចឹងអានឹងស្រ័យលើបងប្អូនទេ design
ឲ្យមានភាពតាក់ទាញមកបងប្អូនបាទចឹងខ្ញុំចុចបន្ថែមទៀតមកអូខេចឹងត្រង់ចំណុចហ្នឹងបងប្អូនអាចធ្វើការ design បានច្រើនមែនតើបងប្អូនណាបាទ design បានច្រើនហើយការដាក់កំណត់ហើយហ្នឹងគឺយើងអាចដាក់បានច្រើនត្រង់ចំណុចហ្នឹងបងប្អូននៅស្រ័យលើបងប្អូនទេនេះគឺជារបៀបក្នុងការបង្កើតនៅ thumbnail YouTube ណាបងប្អូនអាចធ្វើការបង្កើតតាមរយៈកម្មវិធី PicArt មួយនឹងបានគឺងាយស្រួលទី1គឺយើងអាចធ្វើការផ្លាស់ប្ដូរ font បានយ៉ាងងាយការកាត់គឺលឿនរហ័សតែម្ដងបងប្អូនក្នុងការកាត់នៅ thumbnail YouTube ឬក៏ Facebook អញ្ចឹងបងប្អូនអាចធ្វើការបង្កើតតាមរយៈហ្នឹងមកហើយ Facebook គឺយើងធ្វើការតើដូរផ្ទៃ background នេះមកគឺយើងអាចធ្វើការកាត់តាមនឹងបានហើយអូខេអញ្ចឹងវីដេអូក្នុងការចែករំលែកបងប្អូនពីរបៀបក្នុងការបង្កើត thumbnail YouTube គឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបើសិនជាមានចម្ងល់អាចធ្វើការ comment នៅខាងក្រោមវីដេអូបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ